ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel Daline TV ថ្ងៃនេះដែរសូមលើកយកពីរបៀបបំពងកង្កែបមកចែកជូនបងប្អូនទាំងអស់គ្នាណាចាតោះអញ្ចឹងគ្រឿងផ្សំរបស់យើងមានកែបហើយនេះគឺសាឡាត់ណាចាបន្ទាប់មកទៀតយើងត្រូវមានប្រេងសណ្តែកក្រូចឆ្មាខ្ទឹមសម្រេចអំបិលរ៉ូឌីហើយនិងស្ករសណាចាតោះអញ្ចឹងយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាណាចាចំពោះសាឡាត់គឺយើងយកមកបេះធៀងអញ្ចឹងមិនណាតើបន្តមកទៀតយើងយកអង្កែបទៅយកពុះចេញទៅសាំងអង្កែបនេះខ្ញុំទិញមកវាគេប្រឡត់ស្បែកប្រឡត់អីហើយអញ្ចឹងយើងគ្រាន់តែយកពុះចេញអញ្ចឹងមិនណាយកពុះចេញហើយយើងលាងឲ្យស្អាតមកអូខេបន្តមកទៀតយើងយកមកកាត់ម្រាមដៃម្រាមជើងរបស់វាអញ្ចឹងណាអូខេឥឡូវយើងកាត់ហើយយើងយកវាទៅប្រឡាក់ជាមួយនឹងអំបិលរ៉ូឌី1ស្លាបព្រាបាយដោយសារកែបច្រើនណាស់អញ្ចឹងខ្ញុំដាក់អំបិល1ស្លាបព្រាបាយហើយស្ករសកន្លះស្លាបព្រាបាយណាហើយយើងប្រឡាក់វាទៅហើយទុកប្រហែលជា10ទៅ15នាទីអីណាចាំយកទៅចៀនហើយបើសិនជាបងប្អូនចង់លាយនឹងនេះក៏បានដែរម្សៅបំពងតោះឥឡូវបន្តមកទៀតខ្ញុំធ្វើអំបិលម្រេចចាគឺខ្ញុំមានដាក់ម្រេចដាក់ខ្ទឹមសដែលច្រាំហើយអំបិលរ៉ូឌីហើយនឹងស្ករសណាចាហើយយើងច្របាច់ក្រូចឆ្មាទៅអូខេបន្តមកទៀត10នាទីក្រោយមកខ្ញុំចាប់ដើមបំពងខ្ញុំចាក់ប្រេងសណ្តែកឲ្យទុកវាក្តៅតិចទៅហើយខ្ញុំដាក់អង្កែបបំពងឥឡូវឆ្អិតមិនចាហៀងហើយខ្ញុំប្រែវាអញ្ចឹងមកអូខេអញ្ចឹងកែបំពងរបស់យើងរួចរាល់ហើយចាអញ្ចឹងបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយចុច like ជួយចុច subscribe ដើម្បីទទួលបានវីដេអូថ្មីចាជួបគ្នានៅវីដេអូក្រោយ